តែផរណានៃជប៉ុនបន្តកើនឡើងដល់ 1.8% ខណៈអ្នកប្រើប្រាស់រឹតបន្តឹងការចំណាយចំពេលថ្លៃដើមទំនិញហក់ឡើងខ្ពស់យោងតាមទិន្នន័យថ្មីបំផុតពីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ជប៉ុនបានបង្ហាញថាសន្ទុះតម្លៃទំនិញអតិថិជនសម្រាប់ខែកក្កដាបានកើនឡើងដល់ 1.8% បើធៀបនឹងឆ្នាំមុនដែលជាការកើនឡើងរយៈពេល2ខែជាប់ៗគ្នាការកើនឡើងនេះគឺបណ្ដាលមកពីការហក់ឡើងនៃថ្លៃអគ្គិសនីនិងហ្គាសព្រមទាំងការឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដូចជាតែបៃតងសាច់គោនិងនំចំណីគួរកត់សម្គាល់ថាទោះបីជាអាហារនិងទំនិញប្រើប្រាស់ឡើងថ្លៃប៉ុន្តែអង្គរបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ 11.6% ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ2005មកដោយសារអតិថិជនមាននិន្នាការសន្សំសំចៃខ្លាំងអាជីវករក្នុងស្រុកកំពុងប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដូចជាហាងបាយប្រអប់គីយ៉ូកេនបានផ្លាស់ប្ដូរគ្រឿងផ្សំដូចជាប្ដូរពីសាច់មាន់មកបង្គាដើម្បីរក្សាតម្លៃដដែលនិងទប់ស្កាត់ការដំឡើងថ្លៃលើអតិថិជនចំណែកផ្សារទំនើប Beruku បានកាត់បន្ថយសេវាកម្មមិនចាំបាច់ដូចជាការដាក់តាំងទំនិញក្នុងប្រអប់កាតុងនិងកាត់បន្ថយការប្រើប្រាស់ភ្លើងដើម្បីលក់ទំនិញក្នុងតម្លៃទាបបំផុតអ្នកសេដ្ឋកិច្ចជនខ្ពស់បានព្រមានថាទោះបីប្រាក់ឈ្នួលពិតប្រាកដមានការងើបឡើងវិញក៏ដោយប៉ុន្តែបន្ទុកនៃការចំណាយលើទំនិញប្រើប្រាស់ប្រចាំថ្ងៃកំពុងធ្វើឲ្យជីវភាពប្រជាជនជួបការលំបាកការដំឡើងថ្លៃទំនិញទំនងជានឹងបន្តកើតមានតទៅមុខទៀតដោយសារឥទ្ធិពលពីភាពតានតឹងនៅមជ្ឈមបូព៌ាដែលជាឥទ្ធិពលដល់ថ្លៃដើមថាមពលនិងការដឹកជញ្ជូន